ប្រវត្តិលោកឱសថការីកុកសុគីមបិតាឱសថគីណាល់នៃប្រទេសកម្ពុជាបងប្អូនទាំងអស់គ្នាឲ្យតែមានអាការៈឈឺក្បាលគ្រុនក្តៅឬលហិតលហៃថ្នាំដំបូងគេបង្អស់ដែលប្រជាជនខ្មែរយើងនឹកឃើញនិងសួររកនៅគ្រប់ឱសថស្ថានគឺថ្នាំគីណាល់ត្រូវទេប៉ុន្តែតើអ្នកដឹងទេថានៅពីក្រោយថ្នាំគ្រាប់ពណ៌ខៀវសដ៏ស័ក្តិសិទ្ធិមួយគ្រាប់នេះគឺជាសាច់រឿងនៃការតស៊ូដ៏រំជួលចិត្តរបស់អ្នកប្រាជ្ញឱសថការីខ្មែរម្នាក់ដែលបានបូជាពេញមួយជីវិតស្រាវជ្រាវបង្កើតនិងស្ដារវិស័យឱសថសាស្ត្រជាតិឲ្យរស់ឡើងវិញពីភពភ័យផង់នៃសង្គ្រាមថ្ងៃនេះខ្ញុំសូមនាំបងប្អូនមកស្គាល់ខ្សែជីវិតនិងមរតកប្រវត្តិសាស្ត្ររបស់លោកឱសថបណ្ឌិតកុកសុគីមបិតាបង្កើតថ្នាំគីណាល់លោកបណ្ឌិតកុកសុគីមបានប្រឡងជាប់សញ្ញាបត្របាក់ឌុបនៅក្នុងឆ្នាំ1954នៅវិទ្យាល័យព្រះស៊ីសុវត្ថិបន្ទាប់មកលោកបានចាកចេញទៅបន្តការសិក្សាថ្នាក់បណ្ឌិតឱសថសាស្ត្រនៅមហាវិទ្យាល័យម៉ុងប៉ឺលីយេប្រទេសបារាំងអស់រយៈពេល6ឆ្នាំដោយបានរៀនបន្ថែមយ៉ាងស្ទាត់ជំនាញលើផ្នែកបច្ចេកវិទ្យាផលិតឱសថនៅក្នុងឆ្នាំ1960ក្នុងសម័យសង្គមរាស្ត្រនិយមកាលនោះកម្ពុជាត្រូវនាំចូលថ្នាំពីបរទេសភាគច្រើនដែលមានតម្លៃថ្លៃដោយឃើញភាពលំបាករបស់ប្រជាជនលោកបណ្ឌិតកុកសុគីមបានរួមដៃជាមួយសហការីនៃសហគ្រាស PPM ស្រាវជ្រាវបង្កើតរូបមន្តថ្នាំបំបាត់ការឈឺចាប់ដំបូងគេបង្អស់ឡើងក្រោមឈ្មោះថាគីណាល់ជាមួយគោលដៅថ្នាំមានស្តង់ដារខ្ពស់តែតម្លៃសមរម្យដើម្បីឲ្យខ្មែរយើងគ្រប់រូបអាចទិញបានក្រោយមកលោកនិងប្អូនប្រុសរបស់លោកគឺលោកកុកសុខេងរួមជាមួយសហការីចំនួន170នាក់បានបង្កើតផលិតផលឱសថរហូតដល់ទៅ70មុខហើយថែមទាំងបានបណ្ដុះបណ្ដាលឱសថការីក្មេងៗឲ្យបង្កើតរោងចក្រផលិតឱសថជារួមរហូតដល់ទៅ15រោងចក្រប៉ុន្តែជាអកុសលនៅក្នុងឆ្នាំ1975របបខ្មែរក្រហមបានចូលមកដល់និងបានកំទេចបំផ្លាញសមិទ្ធផលឱសថជាតិទាំង15រោងចក្រគ្មានសេសសល់ឡើយនៅក្នុងឆ្នាំ1976លោកបណ្ឌិតកុកសុគីមបានភៀសខ្លួនទៅរស់នៅបរទេសប៉ុន្តែខួរក្បាលនិងស្មារតីតស៊ូរបស់លោកមិនដែលឈប់ឡើយលោកបានចូលហ៊ុនបង្កើតរោងចក្រផលិតឱសថឈ្មោះ Poly Pharma នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោដោយផលិតឱសថបានចំនួន50មុខនិងបានបើកឱសថស្ថាននៅប្រទេសបារាំងអស់រយៈពេលរហូតដល់ទៅ35ឆ្នាំព្រមទាំងបានបង្កើតសមាគមឱសថការីដ៏ធំមួយនៅបារាំងដែលទទួលបានការទទួលស្គាល់យ៉ាងខ្លាំងតើអ្វីទៅដែលធ្វើឲ្យថ្នាំគីណាល់របស់លោកពូកែស័ក្តិសិទ្ធិនោះគឺជារូបមន្តផ្សំដ៏ឆ្លាតវៃរវាងប៉ារ៉ាសេតាមុល500មីលីក្រាមជួយបាត់ឈឺនិងបញ្ចុះកម្ដៅផ្សំជាមួយកាហ្វេអ៊ីន50មីលីក្រាមដែលជួយឲ្យថ្នាំជ្រាបលឿនបំបត្តិការលហិតលហៃនិងធ្វើឲ្យស្វាងបាត់ឈឺក្បាលភ្លាមៗក្រោយមកសហគ្រាស PPM បានស្ដារឡើងវិញនិងបាននាំចេញថ្នាំគីណាល់ទៅកាន់ទីផ្សារអន្តរជាតិជាង20ប្រទេសសុទ្ធសឹងតែជាស្តង់ដារ GMPក្រៅពីវិស័យសុខាភិបាលលោកបណ្ឌិតកុកសុគីមក៏បានចូលរួមស្ថាបនាប្រទេសជាតិលើវិស័យជាច្រើនទៀតដូចជាវិស័យទេសចរណ៍លោកបានសាងសង់សណ្ឋាគារលំដាប់ផ្កាយ5លើ Meridian និងបានវិនិយោគលើវិស័យឧស្សាហកម្មកៅស៊ូធំជាងគេនៅកម្ពុជាព្រមទាំងតំបន់សេដ្ឋកិច្ចពិសេសជាច្រើនទៀតផងលោកបណ្ឌិតកុកសុគីមតែងតែមានបំណងប្រាថ្នាចង់ឲ្យកូនខ្មែរជំនាន់ក្រោយទទួលយកចំណេះដឹងនិងបទពិសោធន៍របស់លោកដើម្បីបន្តស្នាដៃស្ថាបនាជាតិប៉ុន្តែជាការសោកស្ដាយលោកបានទទួលមរណភាពនៅក្នុងជន្មាយុ78ឆ្នាំនៅប្រទេសបារាំងកាលពីថ្ងៃទី29ខែកក្កដាឆ្នាំ2011ដោយជរាពាធបងប្អូនទាំងអស់គ្នាខ្សែជីវិតរបស់លោកឱសថបណ្ឌិតកុកសុគីមនិងប្រវត្តិនៃថ្នាំគីណាល់បង្រៀនយើងថាមរតកនិងស្នាដៃដែលកើតចេញពីបេះដូងស្រឡាញ់ជាតិនិងចំណេះដឹងពិតប្រាកដទោះបីត្រូវសង្គ្រាមបំផ្លាញយ៉ាងណាក៏ដោយក៏គង់តែអាចរស់ឡើងវិញនិងចាំងពន្លឺលើឆាកអន្តរជាតិបានដែរប្រសិនបើយើងមិនបោះបង់ថ្ងៃក្រោយនៅពេលដែលបងប្អូនកាន់ថ្នាំគីណាល់មួយគ្រាប់នៅក្នុងដៃសូមចងចាំថាវាមិនមែនត្រឹមតែជាថ្នាំបាត់ឈឺក្បាលនោះទេប៉ុន្តែវាគឺជាមោទនភាពនិងជាប្រវត្តិសាស្ត្ររស់នៃការតស៊ូរបស់ឱសថការីខ្មែរ